បងធំបងមនុស្សនេះគឺភ្លើងដែលទឹកតែពលឹមទីនេះប្រកាសជាមានមនុស្សរមើសំមើទៅមើលក្នុងរឹកអូទី2បាទពួកយើងត្រូវតែប្រុងប្រយ័ត្នលោកធំអត់មានមនុស្សទេបងធំអត់មានមនុស្សទេប្រហែលជាធ្លាប់មានមនុស្សសម្រាប់ទីនេះគួរតែអត់ឯទេពួកយើងសម្រាប់ទីនេះមកផ្លេតសិនតែប៉ុន្តែទោះយ៉ាងណាក៏ដោយត្រូវតែប្រយ័ត្នអត់មែនទេទីនេះមានក្រុមឲ្យមានសេទីប្រកាសជាមានមនុស្សធ្លាប់មកពេលនេះមានប្រឡូកខាងខ្ញុំទេបើចេញឲ្យពួកគេឃើញតែបោះស្រាយយ៉ាងម៉េចដែរតានេះនឹងចាំនិយាយត្រូវខ្ញុំត្រូវចាំដល់ពួកគាត់ចេញពីរូងភ្នំហើយទៅជួបពួកគាត់តែម្នាក់ជារឿងទៅពួកយើងនាំគ្នាអង្គុយសម្រាប់សិនតែបាទអីអូនទីប្រពន្ធនឹងឈិនស៊ូទៅរកវូជីមិនត្រឹមទៅរកមិនឃើញឥឡូវវាទាំងពីរអ្នកក៏បាត់ខ្លួនទៀតពិតជាគួរឆ្ងល់ប្អូនទី7ទៅរកវូជីនៅមាត់សមុទ្រដូចជារកបានមុខសញ្ញាប៉ុន្តែអសរដែលគេទុកនៅផ្ទះសំណាក់នោះខ្ញុំមិនយល់សោះត្រូវក្នុងបកមានការប្រែប្រួលត្រូវតែជំរះតើបកឧតាំងយើងមានសក្តិមែនទេឬក៏វូជីវីអញថាវូជីមិនអាចទេខ្ញុំក៏ជឿចិត្តលើវូជីដែរវាមិនបំផ្លាញគេឈ្មោះបាក់យើងជាដាច់ខាត់អីយ៉ាខ្ញុំខ្លាចจะស្រីបិសាចចៅមិញនោះពឹសពលល្បិចច្រើនវិញនេះវូជីនៅក្មេងឈឹមរាវឆ្លុកវិញនឹងសម្រាប់ស្រីនោះខ្ញុំខ្លាចទៅវាដូចអើវាទីឆ្លុកវិញនឹងសម្រាប់ស្រីស្អាតពូទី4និយាយថាម៉ែខ្ញុំអត់បានធ្វើអំពើអាក្រក់ទៅនាំទឹកដល់ពួកខ្ញុំយ៉ាងនេះតានេះនឹងចាសម្រាប់អូនចដូនមួយខ្ញុំប្រមាថគ្រូតាខ្ញុំនឹងពលអមខ្ញុំមិនអាចព្រានម៉ែខ្ញុំបានទេបើសិនជាពួកគាត់ដឹងថាខ្ញុំនឹងនឹងចានេះទីនេះទោះខ្ញុំយកទឹកមកលៀងកលឹមច្រើនក្នុងចិត្តខ្ញុំមានចងល់មិនហ៊ាននិយាយបើនិយាយចេញមកខ្លាចមិនគប្បីចំពោះប្អូនទី5ដែលស្លាប់បាត់បងធំបងខ្លាចវូជីចាត់ការប្អូនទី7មែនទេខ្ញុំយល់ថាសារជាតិវូជីស្លូតបូតណាស់បើនិយាយទៅគឺមិនអាចចិត្តឲ្យខាត់ខ្ញុំខ្លាចតែប្អូនទី7ចរិតឈឺឆាវពេកបើមកខំដល់វូជីតូចជ្រុកធ្វើឲ្យវាពិបាកនោះនៅមានចៅមីមានល្បិចកលទៀតអញ្ចឹងគឺនេះអីយ៉ាចិត្តមនុស្សមើលមិនធ្លុះរឿងហេតុពិបាកស្មានអ្នកក្លាហានឆ្លងបំផុតពីដំណាក់ស្រីស្អាតសង្ឃឹមថាវូជីនៅដំណាក់កាលសំខាន់អាចទប់ចិត្តខ្លួនឯងបានបងធំបងទី4បងនិយាយពីបំផុតទាំងអស់នេះមកពីគិតច្រើនពេកតាមខ្ញុំយល់ប្អូនទី7មិនប្រកាសជួបគ្រោះថ្នាក់អីទេប៉ុន្តែនៅផ្ទះសំណាក់ខ្ញុំមានអារម្មណ៍មិនស្ងប់សោះចេះតែភ័យព្រួយដូចមិនដឹងជាយ៉ាងម៉េចទេបងធំខ្ញុំទុកចិត្តលើវូជីមិនមែននេះតែពួកយើងជាអ្នកហាត់គុតអាវុធមិនឃ្លិបពីខ្លួនចិត្តដាច់ខាតម្យ៉ាងទៀតដាវនេះគឺលោកគ្រូជានិយាយត្រូវដាវនៅមនុស្សនៅដាវបាត់មនុស្សស្លាប់សំលៀងនឹងចាប់ទៅមើលទៅទៅពីទៅលោកធំប្រហែលជាសត្វព្រៃនៅក្នុងរូបភ្នំអត់អីទេពូទី7អ្នកនិយាយស្អីខាងក្នុងមានមនុស្សតោះចាប់ទៅមកតោះពួកយើងពូទី7ខ្ញុំយកសាសពូទី7លាក់នោះទីទៅសម្រាប់ពូគិតយ៉ាងម៉េចចាំដាក់នៅក្នុងមានមនុស្សពួកយើងចូលមើលអេឆាប់រត់ទៅនេះនេះចាអីចឹងក៏បរាប់អីគ្រាន់តែក្រាប់ឲ្យផ្សាយតែប៉ុណ្ណឹងឆែស៊ូប្រយ័ត្នចូលកុំនេះចានេះនេះចាតាមខ្ញុំបានទៅឡើយតាមខ្ញុំបានតាមខ្ញុំបាន
នេះគឺគ្រាប់បែកដីមិនរបួសធ្ងន់ទេដេកតាមស្រីពិស័យនោះចាំឡើងតាមទៅអត់នេះចាប់ឡើងខ្ញុំនៅខាងនេះតាមខ្ញុំបាននៅឡើងតាមខ្ញុំមកពុទីតែប៉ុណ្ណេះស្រីវិស័យមុខជាស្លាប់ហើយពុទី7តើអ្នកណាស្មាប់បើខ្ញុំសង្ស័យគាត់ស្រីបិសាយត្រូវពួកយើងវិញហើយត្រូវចាប់ជ្រុះទៀតមើលទៅមិនរស់ទីថ្ងៃនេះអាចសង្ស័យបានទេស្មាប់ដល់ថានឹងពូននៅក្នុងរូបភ្នំនេះសោះបងទី4តើនាងពូនក្នុងរូបភ្នំធ្វើដែរអាយ៉ាពិបាកស្មានណាស់អ្នកនឹងចាជួយបញ្ឆាប់ពួកគាត់ចឹងមិនដឹងឥឡូវនេះយ៉ាងម៉េចហើយទេខ្ញុំត្រូវនឹងសម្រាប់ស្រីបិសាយមិនសំខាន់ទេអូនទី7ទៅសំខាន់មែនទេត្រូវពួកយើងចូលរូបភ្នំមើលតើយើងចាំឡើងខាងនេះមិនបាត់តែជាគុណស្រីវិសាយមិនខ្សោយតែពុំលឿននាងតែមិនឯងអាចសម្រាប់អូនទី7បានទេអូនទី7ក៏ពិបាកចិត្តពេកពួកយើងត្រូវទៅរកកិច្ចការនោះឲ្យឃើញសម្រាប់ពួកវាម្ដងមួយសងសឹកអូនទី7សងសឹកបងធំបងទី2ពួកយើងលាក់ខ្លួនទៅជុំវិញរូបភ្នំនេះចាំដល់មិនភ្លឺកូនចៅរបស់ស្រីវិសាយប្រកាសជាមរកនេះដល់ពេលនោះពួកយើងនឹងសម្រាប់ពួកវាចោលម្ដងម្នាក់ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធរបស់បងទី7សងសឹកអូនទី7សងសឹកអ្នកនាងចៅ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 
អ្នកនេះចាអ្នកនេះចាអ្នកនេះចាអ្នកអីទេពួកគាត់អត់ឃើញលោកទេអត់ទេអញ្ចឹងល្អណាស់អ្នកនេះចាព្រោះទឹកនេះរត់ទឹកនេះជួយការពារគេឈ្មោះខ្ញុំធ្វើខ្ញុំដឹងគុណនេះជាងជួយជីវិតខ្ញុំ10ដងទៅទៀតកុំភ្លេចណាខ្ញុំគឺជាស្រីបិសាចមានពើពលច្រើនមិនខ្វល់ពីគេឈ្មោះទេសំខាន់គឺជីវិតណាអ្នកនេះចាធ្វើនេះពិបាកមិនបានជិះខ្ញុំនៅទីនេះអូមិននាងធ្លាក់ទៅលើជ្រុំទៅណៃលោកឆាប់បិទមុខទៅបើសិនជាឡើងទៅជួបពួកគាត់នៅខាងលើនោះលោកច្បាស់ជាវិវោហើយណាពិតមែនទៅស្រីបិសាចតាមពិតនេះមិនទាន់ស្លាប់មែនឆាប់និយាយមកហេតុអីក៏នាងសម្លាប់ប្អូនទី7យើងនិយាយមកហេតុអីបានជាសម្លាប់ប្អូនទី7យើងហេតុអីក៏ប្អូនយើងថ្ងៃនេះបើយើងមិនសម្លាប់ពួកឯងចោលទេមិនអាចរំសាយកំហឹងក្នុងចិត្តយើងទេចា